mình vol về miên á mìnhประกอบថាវាល្អនោះទេនេះគឺជានាឡិកាបាទនាឡិកាវាស់ភ្លើងនាឡិកានេះគឺវាស់ភ្លើង DC គឺយើងធ្វើនេះគោលបំណងរបស់យើងគឺយើងចង់ធ្វើតេស្តថ្មមិនថាថ្មប្រភេទនេះឬក៏ប្រភេទបែបណាទេប្រភេទបែបនេះថ្មសូឡាវិញចេះក៏ដូចគ្នាដែរគឺយើងក្នុងន័យនេះគឺយើងចង់វាស់ថាថ្មនឹងអាចប្រើប្រាស់បានឬអត់អញ្ចឹងណាបានយើងបង្កើតនេះនាឡិកានេះឡើងមកនាឡិកានេះគឺខ្ញុំទិញគេមកតែតួនាឡិកាទេហើយយើងយកមកឆ្នៃនេះយើងយកមកឆ្នៃដាក់ជាគម្របមិនថាជាប្រអប់អីទេអានេះគឺប្រអប់ខ្ញុំប្រអប់អំពូលភ្លើងប្រអប់នេះនេះពួកអញ្ចឹងកងតាទៅវាខូចខាតហើយយើងយកមកឆ្នៃនេះធ្វើការចោះទៅបានប៉ុណ្ណឹងវាហើយអានេះយើងផ្សារខ្សែបូកដកឲ្យចំមកខ្សែបូកខ្សែដកមកដាក់ជាមួយរេស្តង់មួយគ្រាប់នេះរេស្តង់នេះគឺខ្ញុំជ្រើសរើសយក100អូមអាក្រម100អូមមកបានដែរឲ្យតែធំ3វ៉ាត់អីចឹងមក5វ៉ាត់អីចឹងទៅ10អូមអីក៏បានដែរ5វ៉ាត់អីហ្នឹងយើងហើយទៅនេះគឺយើងធ្វើការផ្សារដាក់យកមកគ្រាប់នៅពេលដែលខ្សែភ្លើងដែលយើងវាស់ថ្មនោះមកចូលខាងនេះខាងបូកហើយមកចូលមួយទៀតខាងនេះខាងដកយើងនឹងបដោះខ្សែចេញទៅហើយអាខាងបូកនេះគឺយើងដាក់យកមកគ្រាប់យកនេះគឺភ្លើងបូកចូលមកនេះភ្លើងបូកជំរុញមកដល់នាឡិកានេះមូលហេតុដែលយើងធ្វើបែបនេះគឺដោយសារយើងការពារនៅពេលដែលយើងវាស់ថ្មទៅខុសពូលបូកដកវាអាចខូចអញ្ចឹងយើងដាក់យកនេះដើម្បីការពារខុសទៅក៏វាអត់មានបញ្ហាមកដល់ផ្ទាំងនេះដែរផ្ទាំងនាឡិកានេះដែរហើយការដាក់រេស្តង់បែបនេះថាដាក់ធ្វើអីគឺដាក់ដើម្បីឲ្យវាចាប់វល់ឧទាហរណ៍ថាវាមានថ្មបញ្ហាថ្មខ្លះវាស់ទៅវាវល់ពេញអញ្ចឹងណាវាស់ទៅវល់ពេញក៏ប៉ុន្តែពេលប្រើប្រាស់ពិតប្រាកដវាប្រើកើតទេពេលប្រើពឹបគឺវាទាញវល់ធ្លាក់មួយរំពេចនេះបងប្អូនឥឡូវធ្វើរួចហើយគឺខាងនេះកន្លែងខ្សែសម្រាប់វាស់អានេះនាឡិកាហើយអានេះអំពូលភ្លើងអានេះ12វ៉ុលអំពូលនេះយើងវាស់អង្គុយបាន12វ៉ុលដូចគ្នាហើយជាដំបូងគឺយើងប្រើនេះយើងបំរុងប្រើរេស្តង់តែការប្រើរេស្តង់នេះមើលទៅវាអត់ច្បាស់លាស់បងប្អូនវាអត់សូវច្បាស់លាស់អញ្ចឹងយើងបដូរមកប្រើជាអំពូលវិញអំពូលនេះយើងអាចធន់បានពី10វ៉ុល24វ៉ុលអីចឹងណាហើយការវាស់មានអីទេបងប្អូននេះការវាស់អានេះដូចភ្លើងបូកដកឲ្យយើងចាប់វាឲ្យត្រូវមកនេះចាប់វាត្រូវចឹងមកបូកដកហើយយើងសាក់វាស់ហើយយើងជាមួយនាឡិកាវាលោត 2.58 ឃើញវានឹងថ្កល់ទេអញ្ចឹងគឺហើយអំពូលនោះភ្លឺទៀតមើលណាឃើញទេអំពូលលើក្បាលនេះក៏ភ្លឺដូចគ្នាហើយ 2.5 ជាងដល់វានឹងអញ្ចឹងភ្លើងវានឹងអញ្ចឹងគឺមានន័យថាយើងប្រើប្រាស់បានហើយថ្មនេះវាមិនទាន់អីទេយើងគ្រាន់តែសាកវាឲ្យពេញហើយយើងប្រើប្រាស់វាទៅអត់ទាន់មានបញ្ហាទេតែសម្រាប់ថ្មនេះសម្រាប់ថ្មនេះមួយខ្ញុំវាស់នេះខ្ញុំវាស់បូកដកឲ្យមើលនាឡិកាឃើញវាអត់ភ្លឺទេនាឡិកាក៏មិនភ្លឺអាអំពូលក៏អត់ភ្លឺអានេះថ្មខូចហ្នឹងប៉ុន្តែជាមួយយើងមកវាស់នឹងអានេះវិញនេះយើងមកវាស់នឹងនាឡិកាវិញនាឡិកានេះយើងកាច់កលីប10វ៉ុលហើយយើងសាក់មកវាស់នឹងនាឡិកាវិញយើងដាក់ឲ្យវាត្រូវបូកដកមកឃើញនាឡិកាឡើងហ្នឹងបងនាឡិកាឡើង 3.6 វ៉ុលនាឡិកាហើយយើងថាថ្មនេះនៅប្រើប្រាស់បានតើមិនបានវាអត់ដំណើរការតែផ្ទុយទៅវិញវាមានតែវ៉ុលវាមានតែវ៉ុលទេវាមិនមានអំពាសម្រាប់ប្រើប្រាស់ដល់ពេលយើងយកមកសាកជាមួយនឹងនាឡិកាវាស់ប្រើអំពូលយើងវិញគឺអត់មានអីសោះវាស្ងាត់ឈើងម្ដងអានេះករណីថ្មដែលខូចខ្លាំងមែនទែនតែករណីថ្មមួយប្រភេទទៀតដែលវាមិនទាន់ខូចខ្លាំងមែនទេវាគ្រាន់តែមានការថយចុះនៃថ្មអំពីវាខ្សោយពេលយើងវាស់ពឹបទៅលេខវារត់ថយក្រោយមកមើលនេះខ្ញុំសាកមើលនេះសិនអានេះជាអំពូលនេះជាមួយវាបើកអត់នេះភ្លឺតានេះហើយមើល 2.33 នេះវ៉ុលរបស់វា 2.32 មើលមកសន្ទុះទៀត
វានឹងចុះ 2.31 វាចុះថយអញ្ចឹងណាវារាប់ថយក្រោយអញ្ចឹងថ្មហ្នឹងវាចាប់ផ្ដើមខ្សោយតែនៅគ្រឿនហ្នឹងបងប្អូននៅអាចប្រើប្រាស់បានលេងចង់ទទួលហ្នឹងលេងចេញវល់លេងចេញអីខ្សោយអានេះប្រភេទថ្មខ្សោយនេះតើនេះវាភ្លឺអំពូលមែនតែអានេះលោតអត់កើតទេបើប្រភេទថ្មគេល្អថ្មគេអំពីគេធំចង់វល់តិចក៏នៅតែចេញតែ2វល់ទេ 2.5 វល់ទេតែនៅតែចេញអានេះគ្រាន់តែមកនិយាយរឿងថ្មនេះបន្តិចពួកថ្មអស់នេះមិនវល់វាមានមិនប្រកាសថាវាល្អនោះទេ